សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីនិងបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពក្នុងឱកាសអញ្ជើញដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីស្នាក់ការកណ្ដាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាចាត់ទុកសមិទ្ធផលដ៏ស្កឹមស្កៃនិងថ្មីសន្លាងនេះថាបានស្ដែងឲ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរបស់ប្រទេសកម្ពុជានិងឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពសមិទ្ធផលដ៏ធំធេងនេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករនិងស្ថាបត្យករភាគច្រើនសុទ្ធសឹងជាកូនខ្មែរដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណភាពទាំងបច្ចេកវិទ្យាទំនើបនិងទាំងសេវាកម្មជាច្រើនបម្រើជូនអតិថិជនសមិទ្ធផលនេះក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យក្រោមនយោបាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាពសុវត្ថិភាពនិងប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចក្រោមការដឹកនាំប្រកបដោយបញ្ញាញាណវាងវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាសម្ដេចធិបតីបានសង្កត់ធ្ងន់ទៀតថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាមានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់និងបង្កើតសមិទ្ធផលថ្មីដើម្បីនាំមកនូវវិបុលភាពជូនជាតិមាតុភូមិក៏ដូចជាសម្រេចបាននៅបំណងប្រាថ្នានិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានបាវចនា5គឺកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពនិងអាទិភាពគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាក្នុងន័យនេះការគៀកប្រមូលចំណូលពន្ធទាំងពន្ធផ្ទៃក្នុងនិងពន្ធគយគឺជារឿងចាំបាច់ក្នុងការចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិជាក់ស្ដែងចំណូលពន្ធដារមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយនេះដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាផ្លូវថ្នល់ស្ពានអគារសាលារៀនមន្ទីរពេទ្យព្រមទាំងគីកូទុនបំរុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ក្នុងការជំនះរាល់បញ្ហាប្រឈមសម្របទៅតាមការប្រែប្រួលនៃសភាពការក្នុងតំបន់និងពិភពលោកសម្ដៅការពីអធិបតេយ្យភាពជាតិបូរណភាពទឹកដីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសម្ដេចធិបតីបន្តថាស្របតាមមុំទី3នៃយុទ្ធសាស្ត្របញ្ចកោណគឺការអភិវឌ្ឍវិស័យឯកជននិងការងាររាជរដ្ឋាភិបាលកាលពីឆ្នាំ2023បានរៀបចំវេទិការាជរដ្ឋាភិបាលវិស័យឯកជនលើកទី19ដែលត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយហើយបានដាក់ចេញនូវវិធានការសំខាន់មួយចំនួនដើម្បីសម្រួលដល់ធុរកិច្ចដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបានប្រឹងប្រែងអនុវត្តនិងសម្រេចបានរួចរាល់ទាំងស្រុងនៅវិធានការចំនួន56ដែលជាវិធានការក្រោមសមត្ថកិច្ចរបស់ខ្លួនពលគឺសម្រេចបាន100%តាំងពីដំណាច់ឆ្នាំ2024មកម្លេះក្នុងនាមរាជរដ្ឋាភិបាលសម្ដេចធិបតីបានវិយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានពន្ធដារក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចាអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្មរហូតធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារក្លាយទៅជាអង្គភាពប្រមូលចំណូលជាតិធំជាងគេនៅក្នុងប្រទេសនិងត្រូវបានជឿជាក់ទទួលស្គាល់លើគុណភាពនិងជំនាញស្របតាមទិសស្លោកថាការកែតម្រង់គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ចពាក់ព័ន្ធទៅនឹងការកែតម្រង់ស្ថាប័នសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរំលឹកនៅពាក្យស្លោករបស់សម្ដេចតេជោថាកែតម្រង់រស់មិនកែតម្រង់ស្លាប់
ដែលមានអត្ថន័យត្រឹមត្រូវគ្រប់កលៈទេសៈទាំងអស់និងគ្រប់ក្រសួងស្ថាប័នសម្ដេចបន្ថែមថាការកែតម្រង់ដែលល្អគឺត្រូវមានមូលដ្ឋានច្បាស់លាស់ដែលត្រូវកំណត់គោលដៅនិងលទ្ធផលជាគោលហើយការកែតម្រង់រចនាសម្ព័ន្ធឬក៏ប្រព័ន្ធការងារមិនមែនផ្អែកទៅលើការស្រឡាញ់ឬក៏ស្អប់មនុស្សនោះទេប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងារព្រមទាំងការកែសម្រួលឲ្យសមស្របទៅតាមសភាពការនៃការប្រែប្រួលរបស់ពិភពលោកនិងបច្ចេកវិទ្យាដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្សជាក់ស្ដែងផ្អែកលើវិធានការគន្លឹះនៃកំណែទម្រង់រដ្ឋបាលសាធារណៈតាមរយៈការវិភាគមុខងារគិតមកទល់នឹងបច្ចុប្បន្នមាន16ក្រសួងស្ថាប័នដែលរាជរដ្ឋាភិបាលធ្វើការកែសម្រួលដោយគ្រោងនឹងកាត់បន្ថយ3អគ្គនាយកដ្ឋាននិង30នាយកដ្ឋានអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបផងដែរថាបើទោះបីជាទទួលរងព្យុះភ្លៀងដែលកើតឡើងដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃនិងឥទ្ធិពលអវិជ្ជមានដែលកើតឡើងពីសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនៅតែបន្តឈរជ្រែងជើងយ៉ាងរឹងមាំដើម្បីជំនះឧបសគ្គទាំងនោះដោយដៃម្ខាងខិតខំការពារបូរណភាពទឹកដីតាមរយៈនយោបាយការទូតយ៉ាងសកម្មនិងម៉ឺងម៉ាត់ប្រកបដោយភាពចាស់ទុំនិងដៃម្ខាងទៀតខិតខំដាក់ចេញវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យដោយបោះជំហានទៅមុខឥតឈប់ឈរស្របតាមគោលនយោបាយដែលបានដាក់ចេញអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ